form ដំណើរការហើយតែ UI ដូចជាមិនសូវស្អាតឬក៏ UI ស្អាតហើយតែសាប់ពេល submit ទៅត្រូវការសរសេរ if else ច្រើនដើម្បីត្រង់យក value ឬក៏បង្ហាញនៅ message error ហើយអត់ដឹងយក tool មួយណាយកមកប្រើទេដើម្បីឲ្យវាស្រួលប្រើកុំឲ្យតឹងទ្រូងអញ្ចឹងទៅនេះឥឡូវមកសាកប្រើ React hook form ជាមួយនឹង SAN-CN មើល UI ក៏អែម save validation logic ក៏តិចហើយងាយស្រួលមើលងាយស្រួលប្រើឥឡូវមកនេះចាំខ្ញុំប្រាប់ពីរបៀបយកអាពីរហ្នឹងយកមកប្រើដើម្បីបង្កើត form បើយើងបង្កើត form ដោយដៃឬក៏ដោយដៃហ្នឹងចង់និយាយថាយើងបង្កើតសរសេរកូដដោយខ្លួនឯងដោយប្រើកម្លាំងអញ្ចឹងទៅជាទូទៅនេះយើងបង្កើត form ដោយដៃមានន័យថាយើងសរសេរ use state ដើម្បី control ទៅលើ form ទាំងអស់ហ្នឹងយើងចឹងយើងត្រូវសរសេរ validation ខ្លួនឯងយើង add rule ខ្លួនឯងនៅពេលដែល submit មកយើងទទួល value ខ្លួនឯងយើងត្រូវធ្វើ condition if else អញ្ចឹងទៅបង្ហាញ error យ៉ាងម៉េចឧទាហរណ៍ថាអត់បញ្ចូល require ទៅបើបញ្ចូលឲ្យខ្វះ len ឧទាហរណ៍ password អញ្ចឹងបាន5ខ្ទង់យើងបង្ហាញគេទៅថាខ្វះ2 3ខ្ទង់ទៀតអញ្ចឹងទៅបើមើលទៅវាដូចជាស្រួលបើសិនជា form ទូចតែបើ form ធំទៅច្បាស់ជាកែវល់មុខគេមិនខាននេះមិនទាន់គិតពី designer ឲ្យកែ form កែ layout add time rule ដូរ error message ផងបើគិតលេងទៅ refactor នឹងតែវល់ហើយកាលពីខ្ញុំធ្វើ react ដំបូងខ្ញុំក៏ធ្វើចឹងដែរខ្ញុំប្រើ use state ចឹងទៅពី form មួយទៅ form មួយយើង copy path ចឹងទៅប្រើ use state ទៅ code ឯរាប់10ឡានតែបន្ទាប់ពីបានប្រើ react hook ហើយនឹងមិនតែ react hook form ហើយនឹង SAN-CN ទៅឃើញថាវាមានភាពងាយស្រួល UI វាស្អាតសរសេរវាតិចងាយស្រួលកែងាយស្រួលមើលចឹងទៅអញ្ចឹងដំបូងយើងមកមើលថាហេតុអីបានជាខ្ញុំប្រើ react hook form ហ្នឹងគឺចំណុចទី1ហ្នឹងគឺ performance react hook form នេះគឺវាប្រើ uncontrolled input មានន័យថាវាអត់ដូចប្រភេទ use state ទេយើងនឹងស្រាប់អីក្នុង react បើសិនជាយើង set state ទៅ UI ទាំងមូលដឹងជាកន្លោះឡើងវិញម្ដងទៀតតែ uncontrolled input គឺវាប្រើ reference នៅក្នុង memory របស់ DOM អញ្ចឹង value គឺវាខំជាប់ក្នុង memory អញ្ចឹងវាអត់ធ្វើឲ្យ form យើង load ឬក៏ reload ផ្ដាស់ឬក៏គេហៅថា re-render ផ្ដាស់ទេប៉ុន្តែយ៉ាងណាមិញតើតែចេះប្រើបើអត់ចេះប្រើទេប្រកាសជា re-render មួយដុំដដែលឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងខ្ញុំមាន form login មួយទៅមើល UI វិញខ្ញុំមើល code អូខេ form login នេះអញ្ចឹងដើម្បីបង្ហាញថា performance ល្អយ៉ាងម៉េចអញ្ចឹងខ្ញុំមាន2ខាងឆ្វេងនេះយើងប្រើ use state ណាខាងស្ដាំយើងប្រើ react hook form ហ្នឹងដែលវា performance ល្អហ្នឹងអញ្ចឹងបើសិនជាដើម្បីយើង detect ធម្មតាយើងនៅពេលនិយាយពី performance ក្នុង react យើងនិយាយថាធ្វើម៉េចកុំឲ្យ render ច្រើនធ្វើឲ្យ UI វាកត្រាក់វាអីចឹងតែដោយសារម៉ាស៊ីនខ្ញុំធំប្រហែលជាអត់មើលអត់ដឹងទេតែយ៉ាងណាមិញយើងត្រូវតែសន្សំចៃperformance ហ្នឹងធ្វើម៉េចឲ្យវាកាន់តែលឿនចឹងដើម្បី detect យើងត្រូវចង់មើលថាតើបើសិនជាយើង type នៅក្នុង input ហ្នឹងតើវា re-render ប្រហែលដងឬក៏ re-render component ណាខ្លះអញ្ចឹងខ្ញុំប្រើ library មួយដែលគេទើបចេញឆ្នាំមុននេះគេហៅ React Scan នោះវាជួយបង្ហាញព័ត៌មាននៅលើ React application ហ្នឹងថាតើមានស្អីខ្លះកំពុង re-render នៅពេលដែលមាន state change ឥឡូវយើងបើកហើយខ្ញុំបើកហើយអញ្ចឹងបើសិនជាយើងចាប់ដើមវាយឃើញទេចឹងមកឃើញវាញាក់ឃើញ input ហ្នឹងចំនួន input ដូចជា10 20 21ប៉ុន្តែយើងវាយទៅ email ទេប៉ុន្តែelement ផ្សេងឃើញ re-render ស្ដាមអត់វាស្មើគ្នាហេតុអីបានវាយទៅ email សោះទៅ password ហើយនឹងប៊ូតុងអីនាំគ្នា render ទាំងអស់ដោយសារតែយើងប្រើ use state ឥឡូវយើងទៅមើល code ណា code នេះញ៉េនេះយើងប្រើ email password ហ្នឹងយើងប្រើជាប្រភេទ state នៅពេលដែលយើងវាយចូល input state នោះវាមិនឆេងវាមិនដូរទៅតាមតម្លៃដែលយើងវាយនៅពេលហ្នឹងអីក៏ដោយនៅក្នុងreturn នេះដែលជា UI ទាំងអស់របស់ form ហ្នឹងវានឹងកន្លោះស្ដាម re-render អញ្ចឹងបើសិនជា UI យើងមិនដោយសារយើង UI ទូចម៉ាស៊ីនយើងធំអូខេវាអត់អីទេតែបើសិនជាម៉ាស៊ីន user ទូចឬក៏ UI ហ្នឹងវា
មាន input ច្រើនមាន image display អីដឹងតែញាក់កត្រាក់តែម្ដងទូទៅខ្ញុំហៅទៅសាយហ្នឹងឥឡូវយើងមកមើលមួយទៀតដែលប្រើ React Hook Form វិញបើសិនជាយើងវាយណាឃើញទេវា render តែមក component របស់ input email ហ្នឹងទេតាមទីទៀតខ្ញុំប្រាប់ហេតុអីបាន email label ក៏វា render ដោយសារតែវានៅក្នុង component ជាមួយរបស់ React Hook Form ហ្នឹងអញ្ចឹងហ៎អញ្ចឹងវា load ម្ដង label 20ម៉ានគុណ30ជាងដល់ input តែប្រហែលនេះឃើញទេអញ្ចឹងទៅតែអាផ្សេងអត់ប៉ះពាល់ទេឃើញទេpassword ប៊ូតុង label ស្អីណា forget your password អត់មានប៉ះពាល់ទេបាទអញ្ចឹងនេះសម័យមើលទៅបើវា render តែហ្នឹងអញ្ចឹងវាមិនធ្វើឲ្យ application យើងលឿនបើយើង form យើងធំវាជួយបានច្រើនចំណុចមួយទៀតតាក់ទងជាមួយនឹង DX ដូចលោកមុនដែរ DX developer experience អញ្ចឹង React Hook Form នេះវាមានភាពងាយស្រួល API ដែលវាឲ្យមកវាងាយ configuration វាលឿននៅពេលដែលយើងប្រើនៅ component ស្មុគស្មាញ complex component មាន nested អីយើងស្រួល access value ឬក៏ state របស់ form ហ្នឹងឥឡូវយើងមកមើលឧទាហរណ៍ចាំខ្ញុំបង្ហាញថាមិនបានវាស្រួលអូខេឥឡូវបិទនេះមួយសិន submit យកប្រើអូខេអញ្ចឹងឧទាហរណ៍ថាងាយបើសិនជាយើងចង់ access ដូចជានៅពេលដែលយើងចុច submit វាមិនហៅ API មិនទេហៅ API មានតែការ loading អញ្ចឹងដើម្បី loading យើងអា form ហ្នឹងយើងអាចទៅ access is submitting ណាអូខេ submitting មកនេះ form state ហ្នឹង is submitting ចឹងមកអូខេហើយយើងយកមកដាក់នៅណានេះអូដោយសារតែ form ហ្នឹងវាមានអូខេអញ្ចឹងហើយយើងចង់ប្រើវាខ្ញុំចង់ប្រើរបស់ខ្ញុំវិញអញ្ចឹងយើង app submitting ចឹងទៅឧទាហរណ៍អញ្ចឹងដល់ពេលយើងវាយមក password 1.8ចឹងទៅអញ្ចឹងនៅពេលដែលយើងចុចអា form ហ្នឹងវា submitting វា load ហ៎ load តិចចឹងមកឬក៏យើងដាក់គេ loading indicator អី UI if else ខ្លួនឯងមកហើយមួយទៀតតាក់ទងជាមួយនឹងការយក value វាមកប្រើមកខ្ញុំភ្លេចតាក់ទងជាមួយនឹងបង្ហាញ form ធំ form ទូចអូខេចានេះខាងនេះ use state ដដែលហើយខាងនេះគឺ React Hook Form អញ្ចឹងអ្នកនរគ្នាឃើញអានេះ form នេះរៀងត្រឹសតិចអានេះ create account ខ្ញុំបង្កើតជា example ឧទាហរណ៍ទេអញ្ចឹងយើងវាយទៅឃើញទេអានេះអត់ទាន់បើកReact Scan អូខេបើសិនជាយើងវាយហេញាក់ទៅមកដល់ខាងនេះយើងវាយមកវា load តាមហ្នឹងទេណាអញ្ចឹងខ្ញុំចង់បង្ហាញតាក់ទងមួយទៀតគឺ nest របៀបយក value មកប្រើអញ្ចឹងមានន័យថាបើសិនជាយើងបង្កើត form ហ្នឹងហើយអញ្ចឹងបើសិនជា component ខាងក្នុង child component ហ្នឹងប្រហែលតង់ក៏ដោយឧទាហរណ៍មានគ្នាយើងមាន nest ហ្នឹងណាតអញ្ចឹងទៅអាចុងក្រោយនេះ access value គឺងាយបំផុតអត់មានពិបាកឲ្យតែ config form ហ្នឹងត្រូវអញ្ចឹងជំរឿនអស់គ្នាអ្នកតងជាមួយនឹងនេះខ្ញុំមាន code មួយកន្លែង reference នេះ I have referral code អញ្ចឹងចុចទៅយើងមាន referral code នេះហើយយើងបញ្ចូលអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងយើងអាចយក value បាទធ្វើ code សិនណាបាទហើយអាហ្នឹងនៅ next form អូខេយើង scroll ទៅហមមើលហ្នឹងហើយអញ្ចឹងយើងមានអានេះ check box ហ្នឹងមកពេលគេចុចមក true false វាបើកអញ្ចឹង condition វានៅខាងនេះណាហើយយើងដាក់វាមកចំហៀងមកឃើញទេអញ្ចឹងអាខាងនេះគឺគ្នាគ្រាន់តែ input ទេវាមិនបាននេះគ្នាគ្រាន់តែ input ទេហ៎ហើយយើងអត់មានបានបោះ value ទេយើងមានបានបោះ value ទៅ prop របស់ referral code field ដែលជា component មួយទៀតទេឃើញទេតែយើងអាច access វាបានយ៉ាងងាយដោយប្រើ use watch នេះយើង detect listen ណាសាមញ្ញ listen value អញ្ចឹងទៅប៉ុន្តែដើម្បីប្រើនឹងបានគឺយើងត្រូវការ control នេះការ control របស់ form ហ្នឹងអញ្ចឹងដើម្បី access control បានគឺងាយទេឲ្យតែយើង config form យើងត្រូវនេះ form យើង config ត្រូវមកអញ្ចឹងអា component ដែលស្ថិតនៅខាងក្នុងទាំងអស់ហ្នឹងគឺអាច access use form context បានអញ្ចឹងបើអ្នកដល់នេះចង់ស្គាល់អ្នកថ្មីគាត់អត់ស្គាល់អា context ហ្នឹងអាចទៅមើលបន្ថែមទៅមួយ React context ហ្នឹងគឺរបៀបប្រើប្រាស់step management របស់ React អញ្
ចឹងនៅពេលដែលយើង access controller contact នឹងបានហើយមាន controller បោះឲ្យវាទៅហើយយើងចង់ស្ដាប់ថា has referral ហ្នឹង true ឬក៏ false អីចឹងទៅណាពេលយើងចុចណាពេលយើងចុចទៅនេះអញ្ចឹងយើងអាចចុចបើ false high ចឹងទៅបើ true so ចឹងមកដូច UI យើងមិនហាចឹងទេ true false ចឹងមកមួយទៀតចំណុចទី3ដែលហេតុឲ្យបានខ្ញុំប្រើវាគឺវាមាន resolver ហ្នឹងវាប្រៀបដូចជាស្ពានរវាងReact Hook Form ជាមួយនឹង external library កាប់ទៅ resolver ហ្នឹងរបស់ React Hook Form ហ្នឹងវាមាន by default ដែរមានមកស្រាប់ដែរបើសិនតែយើងទៅមើលកន្លែង config form បាទច្រើនណាស់យើងទៅមើល login វិញដូចតិចជាងស្រួលមើលនេះណាអូខេនេះអញ្ចឹង resolver ហ្នឹងដើម្បីអី resolver ហ្នឹងដើម្បីឲ្យform នេះប្រាប់form នេះថាform ឯហ្នឹងទៅ check មើល schema នេះហើយធ្វើការ validation មកបើ form ឯងបាន value មកឧទាហរណ៍ថា form ហ្នឹងនឹងទទួលបាន email password អញ្ចឹងណាយកមក check មើលជាមួយនឹង schema មកធ្វើ validation គ្នាមកតែ validation ខ្ញុំហ្នឹងទៅសេយ៉ាងម៉េចអញ្ចឹង validation របស់ login នេះទៅមើល validation របស់ login អូខេអញ្ចឹងresolver នឹងប្រាប់ថាReact Hook Form ហ្នឹង check មើលផងនៅពេលដែល user វាយហើយ submit ហ្នឹង check មើលដោយប្រើ schema របស់ខ្ញុំមកដូចជា email ណាត្រូវតែ valid email ណាមាន admin អីចឹង .com domain អីត្រឹមត្រូវpassword ត្រូវតែបញ្ចូលយ៉ាងតិចត្រូវតែ require ហើយយ៉ាងតិច8 character ចឹងទៅអញ្ចឹងform ហ្នឹងវានឹង return មកហើយនេះបាន value បើបាន value ទាំងអស់អូខេបើបាន value មួយតែមួយទៀតមាន error វា send error មកអញ្ចឹងទៅវាយកទៅ map ហើយនឹង display នៅក្នុងconfiguration របស់ SANCN អញ្ចឹងឧទាហរណ៍ដូចយើងទៅមើលមិញហ្នឹងទៅឧទាហរណ៍យើងវាយនេះនៅពេលដែលយើងវាយអត់ត្រូវresolver បងform ហ្នឹងទៅវាទៅយក resolver មកថាអត់បញ្ចូលផងអញ្ចឹងឥឡូវបើបញ្ចូលមួយឥឡូវវាប្រាប់ទៀតថាចូលតែមួយហ្នឹងតើបញ្ចូលដល់8មិនត្រូវឥឡូវមកមើលពី SANCN UI វិញថាវាមានអីពិសេសឥឡូវមិញនេះយើងមាន highlight ខ្លះៗហេតុអីបានរឿងរើសយក React Hook Form ឥឡូវយើងមកមើល UI ម្ដងមិនបានយើងប្រើ React Hook Form មួយ SANCN ហ្នឹងអញ្ចឹងយើងមកមើល code តិចណាដើម្បីស្រួលបញ្យល់នេះបើនេះចោលសិនអូខេអញ្ចឹងវាមានចំណុចសំខាន់មួយចំនួនតាក់ទងជាមួយនឹង SANCN UI របស់ form ហ្នឹងចំណុចទី1តាក់ទងជាមួយ form field ហ្នឹងដើម្បីបើសិនយើងទៅមើល UI មិញដើម្បីទៅនាំបាន UI ប៉ុណ្ណឹងហើយយើងបិទនេះសិនវិលមកទៅនាំបាន UI ប៉ុណ្ណឹងយើងមាន component របស់ SANCN ក្នុងផ្ដុំនេះហ្នឹង UI ប៉ុណ្ណឹងវាចេញទាំង label វាចេញទាំង input វាមានទាំង error ហើយក៏វាអាចចេញ description ដែរអញ្ចឹង form field នេះគឺកន្លែង config ជាមួយនឹងReact Hook Form ហ្នឹងហើយ form item នេះជាទូទៅវាគ្រាន់តែជា container ដើម្បីដាក់ទៅឲ្យវាមាន spacing ស្អាតទេ label នេះអ្នកនរគ្នាដឹងហើយណា label form អត់ label accessibility និងធ្លាក់ score form control នេះគឺជាអ្នកភ្ជាប់រវាង React Hook Form ហ្នឹងជាមួយនឹង accessibility ហ្នឹងឲ្យ input របស់យើងនឹងស្គាល់ index ស្គាល់អីចឹង tab ធ្លាក់អីចឹងមកណាដូចឧទាហរណ៍យើងមិននៅក្នុងនេះហើយយើងមិនចង់ទៅមុខអីយើង tab អីចឹងមកងាយចឹងទៅនេះ description ដែលខ្ញុំនិយាយមិញហ្នឹងដែលយើងដាក់មកដើម្បីឲ្យបង្ហាញព័ត៌មានហើយនេះ error message ឃើញហើយយើងនៅក្នុងនេះគឺជា component របស់ SANCN អត់មាន if else ទេអត់មាន if else ទេណាមានមួយដែរយើងគ្រាន់តែអត់ចង់ឲ្យវាធ្លាក់ padding នេះបើមិនយើងអត់មាន check description ទេវាប្រកាសជាកើន padding អីមួយអញ្ចឹងបើយើងទៅមើលក្នុង code របស់ពួកវាហ្នឹងគឺវាប្រើ Redis ដើម្បីបង្កើត slot ជាសាមញ្ញថាជាគ្រោងគ្រាន់ដើម្បីទម្លាក់ data មួយចំនួនណាដើម្បីធ្វើជា accessibility ទេហើយមកចំណុចមួយទៀតតាក់ទងជាមួយ source source មិញអ្នកនរគ្នាឃើញ resolver យើងប្រើ source resolver ចឹងហេតុបានខ្ញុំប្រើវាទីទូទៅគេនោះខ្ញុំមើល YouTube ហើយខ្ញុំឃើញគេនិយមប្រើ source ហ្នឹងក៏ research ទៅឃើញ star គេអីច្រើនខ្ញុំក៏ព្យាយាម
ប្រើទៅឃើញថាគេពេញនិយមហើយស្រួលប្រើមែនអញ្ចឹង Sode ហ្នឹងគ្រាន់តែជា validation library ដែលជាប្រភេទ schema based អ្នកនរគ្នាឃើញយ៉ាងមិញតាណានេះមើលសារទៀតនេះរៀបform នេះហ្នឹងនៅលើនេះហ្នឹង Sode ហ្នឹងនេះ asset ហ្នឹង Sode វាប្រកាសជា schema មកថា email ជាប្រភេទ string ដែលត្រូវមាន regular expression អញ្ចឹងបើអត់ទេគឺ error អញ្ចឹងតែអញ្ចឹង array resolver ហ្នឹងវាមិនមែនតែប្រើបានតែ Sode ទេនេះ resolver នេះមិនមែនប្រើតែ Sode ទេវាអាចអីបើសិនជាអ្នកនរគ្នាធ្លាប់ប្រើជាមួយខ្ញុំធ្លាប់ឃើញគេប្រើគេ joy អញ្ចឹងទៅ joy resolver ឬក៏មានស្អីគេ add មិនគេទេ add type មិនទេដូចចេញថ្មីហើយមួយទៀតនេះគេយប់ហ្នឹងហើយយប់មិនគេទេយប់ថ្ងៃធ្លាប់ប្រើយប់ហ្នឹងម្ដងនេះតែភ្លេចបាត់ហើយយូរហើយប្រហែលឆ្នាំនេះប្រើតែ Sode ហ្នឹងក៏ប៉ុន្តែគោលបំណងពួកវាហ្នឹងគឺស្រៀងគ្នាទេគ្រាន់តែថាខ្លះវាមានសរសេរស្រួលជាងមាន API ច្រើនជាងអញ្ចឹង API ច្រើនជាងហ្នឹងចង់សំដៅលើអីគេសំដៅលើកន្លែងនេះអញ្ចឹងឧទាហរណ៍ថាបើសិនជាយើង set dot មកឧទាហរណ៍ dot number អញ្ចឹងទៅឧទាហរណ៍ថាឧទាហរណ៍ email អូចង្អល់ទៀតឧទាហរណ៍ age អញ្ចឹងមកហេពេល age មាន input អញ្ចឹង input ជា number អញ្ចឹងទៅយើងត្រូវបញ្ចូលថាអ្នកឯងត្រូវតែ release 18 years old អញ្ចឹងមកអីទៀតនេះ country ឬក៏អញ្ចឹងវា depend ទៅលើវាសំដៅយ៉ាងអង់គ្លេសដែរវាស្ថិតទៅលើប្រភេទ API ដែលយើងនិយមប្រើហ្នឹងយើង search មើលទៅតែអាណាតំណងល្អជាងមានគ្រប់ API ដែលយើងចង់ប្រើយើង install វាហើយ integrate ជាមួយនឹង React Hook Form ហ្នឹងមកតោះឥឡូវយើងមកមើល demo វិញបន្ទាប់ពីទ្រឹស្ដីហើយនឹង example ឬក៏ឧទាហរណ៍តិចតួច20 30មកឥឡូវយើងមកធ្វើ demo បន្តឥឡូវខ្ញុំលើកយកករណី sign up form មកធ្វើជាឧទាហរណ៍នេះយើងកុំសែវមិញគ្រាន់ធ្វើលេងទេមាន sign up form មួយ sign up form នេះគឺទទេស្អាតអត់មានអីណាស្អាតយកមកស្អាតយកនេះគឺ form នេះគឺយើង install ពី block របស់ CNUI ថ្ងៃមុននោះអញ្ចឹងយើងទៅមើល sign up មកឃើញទេយើងមានអញ្ចឹងនេះពេលយើងចុចមកអានេះគឺវាអត់ React Hook Form ទេគឺវាជា form ធម្មតារបស់ HTML ហើយវាចេះ focus ចុកអីចឹងមកហ្នឹងវា default ឥឡូវយើងមកមើលដើម្បី integrate React Hook Form ហ្នឹងឥឡូវយើងធ្វើដូចយើងថ្ងៃទី1អញ្ចឹងទៅណាអញ្ចឹងយើងចូល getting start របស់ React Hook Form មកចាំខ្ញុំដាក់ link នៅក្នុងហ្នឹងមកយើងចង់ integrate ជាមួយ SciCN អញ្ចឹងយើងទៅ integrate with UI library យើង scroll តិចមកយើងឃើញកន្លែងនេះគេនិយាយនេះឃើញទេ SciCN UI អញ្ចឹងជាទូទៅយើងត្រូវចាប់ផ្ដើមអំពីអីគេ schema តោះយើង config schema សិនបានយើងស្រួល design form យើងទៅតាមក្រោយនេះអញ្ចឹងយើង config វាមកឧទាហរណ៍ sign up schema smart set.object អញ្ចឹងមកអូខេអញ្ចឹងអ្នកនរគ្នាអត់មាននេះ import ចូលមកពង cursor ឲ្យមកស្រាប់ខ្ញុំស្រួលអូខេតោះឥឡូវ cursor ឲ្យមកហើយតែដោយសារតែវាឲ្យមកសេរីចាស់នេះសេរីថ្មីគេអត់ត្រូវការ string ទេគឺ email z.email ចប់ណាអញ្ចឹងឥឡូវយើងបាន schema ហើយ sign up schema បន្ទាប់មកយើងទៅចាប់ផ្ដើម config ណាវិលមុខពេលខ្លះវានេះពេកវិលមុខសិចេះដល់កឃើញទេតោះមកយើងមកមើលមក config ជាមួយនឹង form អញ្ចឹងយើងប្រើ use form resolver ខ្ញុំភ្លេចបង្ហាញlạiនេះអ្នកទាំងអស់គ្នាមើលតា concept គេអញ្ចឹងមកណាយើង copy តាមទៅហើយយើង edit តាមរបស់យើងដែលត្រូវការមកជាពិសេសកន្លែងនេះយើងត្រង់ value ហើយកន្លែងសំខាន់មួយទៀតគឺយើង add អីគេ UI យើងចូលអញ្ចឹងឥឡូវយើងមក config អានេះសិនយើងវាឲ្យ config តាមវាសិនអូខេអញ្ចឹង resolver ខ្ញុំប្រើ Sode ហើយយើងប្រើ schema ដែលយើងបាន define នៅខាងលើហ្នឹងអញ្ចឹងយើង prepare តិចទៅ
នេះចឹងមកមាន submit ចឹងមកណាចឹង submit នេះបើសិនជាក្នុងករណីហើយអ្នកទាំងអស់គ្នាឃើញយើងប្រើ TypeScript ណាអញ្ចឹងស្អីគឺ type ហ្មងបើសិនជាអ្នកទាំងអស់គ្នាវាយពីអត់បានទេចេញខំឧទាហរណ៍ថាយើង console value មកយើង dot ឃើញទេធ្លាក់មកបងបងទាំងអស់គ្នាស្អីអីគេ h ស្អីវនេះឃើញទេនេះបើសិនជាយើងគេធ្វើ pipeline CI/CD deploy អីគេ run link ទៅអត់យើងអាចដាក់ពីបានទេគឺ deploy អត់ឡើងទេដោយសារគេ check link fail deploy អូខេឥឡូវយើងមកមើលតទៀតណាគេមាននេះអូគេមាន form ចេះមួយមកឥឡូវប្រហែលជាយើងត្រូវលុប field មួយចំនួនសិនដើម្បីយើងធ្វើឧទាហរណ៍អូខេចឹងបើសិនជាយើងអីចាយើង save ហើយយើងទៅ sign up យកមានអីណា form យកអស់ហើយឥឡូវយើងធ្វើតាមគេមកយើងដាក់មក form នេះចុច3មកអានេះរបៀប config form របស់គេណាយើងអាចទៅធ្វើអីលើសពីហ្នឹងទេអានេះយកពី form របស់អានេះយកពី form របស់SAN CNUI អូខេឥឡូវយើងទៅមើលទៀតអូខេឲ្យយើងដាក់ form នេះ copy មកបង copy ក៏ប៉ិតខ្ញុំមាន component មួយដើម្បី reuse ប្រើហើយប៉ុន្តែខ្ញុំអត់ចង់ប្រើឥឡូវយើងធ្វើបែបពីដើមអញ្ចឹងណា walk through មើល load អានោះមកវិលមកដែរអូខេឥឡូវយើងប្រកាសមកនេះ form ហ្នឹង form control ខ្ញុំមិននិយាយមិញហ្នឹងមាន label មានអីចឹងមកហូបហែមកវិលមកដែរអូខេមាន message អូខេមាន message ទៀតអូខេតែមាន error មួយគឺ username ណាដោយសារវាមាន auto complete វាដាក់ username ហើយ username អត់មាននៅក្នុង schema យើងទេឃើញទេសូម្បីតែ UI ដែលយើងប្រើជាមួយនឹងReact Code Form ហ្នឹងក៏វាប្រាប់ដែរអ្នកឯងអត់មានសិទ្ធិដាក់ form ទៅពីទេត្រូវតែដាក់តាមលំដាប់ field របស់អ្នកឯងមកគឺគេ full name អូមាន require ទេអូខេ full name require ឥឡូវយើងទៅមើល UI យើងយើងបានមួយអញ្ចឹងការងារបន្ទាប់បាច់ developer យើងគឺ copy path មក3មកយើងទៅកែខ្លះcursor វាឲ្យអីយ៉ា email នេះគេ password tab ស្រួលម៉ែមើលផងញ៉ាំវាធ្វើស៊ីឥឡូវយើងបានហើយឥឡូវយើងសាកចុចទៅបើថាចុចទៅវាទាត្រូវចេញ error គីម៉ាយើងដែរឃើញទេ full name require email invalid password at least អីចឹងមកហោះហើយមកតែខ្ញុំចង់លើកតាក់ទងមួយចំណុចមួយline confirm password នេះយើងមិនបាច់ដាក់ minimize 8ទេយើងដាក់តែមួយមកហើយយើងដាក់ថានេះ confirm password require ហើយpassword នេះណាយើងមានមួយទៀតយ៉ាrequire អញ្ចឹងធម្មតា password ហើយនិង confirm password វាត្រូវតែដូចគ្នាតែក្នុងនេះយើងអត់មានទេឃើញទេហើយយើងដឹងហើយដោយសារតែយើងចង់ប្រើ React Code Form គឺយើងអត់ចង់សេ if else អញ្ចឹងវាមានវិធីមួយទៀតវាហៅ .define ធ្លាក់មកទៀតនេះ .define ចា .define ហ្នឹងវានឹង check ថា check confirm password value បើសិនជាវាត្រូវគ្នាអូខេតែបើអត់ទេនឹងបង្ហាញថា password do not match អញ្ចឹងណាចា refine អញ្ចឹងគឺ refine មានន័យថា custom validation អានេះ validation របស់យើងងាយដែល zone នឹងឲ្យមកណាជា string ជា min អីចឹងមកហោហែ email អីចឹងទៅតែដល់ពេលយើងចង់ customize យើងប្រើ refine នៅមាន function API របស់វាច្រើនទៀតដែលប្រើអត់តន់អស់ឥឡូវយើងទៅតេស្តមើលទៅ email មកហោហែមក1 2 3 4 5 6 7 8អូខេឥឡូវយើង refine មក 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 refine មក
អូអានេះយើងត្រូវដាក់ប្រភេទអីគេ password input ណាមានដាក់តិចអញ្ចឹងណាញ៉ាំតកា1 2 3 4 5 6 7យើងដាក់9អូខេចាំមើលវាថាម៉េចអូខេ password do not match វាប្រាប់ហើយនិយាយទៅជាទូទៅអា form ហ្នឹងឲ្យតែយើង submit ម្ដងហើយពេលយើងចាប់ផ្ដើម tab គឺវានឹង auto validation ឥឡូវ validation ដំណើរការ UI ក៏ស្អាតអត់មានតែ if else ទេឥឡូវបើយើងទៅមើលណាអត់មាន if else ទេណាមកដល់កន្លែងនេះអ្នកទាំងអស់គ្នាគឺត្រង់ value យកតែមកហើយបើយើងវាយត្រូវមកអូខេយើង spec element មកsave ពងនេះបាន value មកហើយ dark mode អីរបស់ San CN UI មានស្រាប់យើងគ្រាន់តែដោយសារយើងប្រើ San CN មិនចឹងយើងគ្រាន់តែដូរ class dark mode មកដូចវីដេអូខ្ញុំបានប្រាប់ចឹងមកពណ៌សវិញភ្លឹបសរុបតែក្តីមក React 6 ជួយគ្រប់គ្រង logic Zoot ជួយ validation ហើយ San CN ជួយ UI ឲ្យស្អាតហើយខ្ញុំបានប្រើវាពី3ឆ្នាំហើយឃើញថាវាប្រើបានជាទីគាប់ចិត្តងាយស្រួលប្រើងាយស្រួលមើលអាចធ្វើតាំងពី form ទូចរហូតដល់ form ធំរហូតដល់អា complex ឧទាហរណ៍អ្នកទាំងអស់គ្នាសម័យមើលមានអា drag drop reordering position ហើយនៅក្នុងហ្នឹងចុចមួយទៅមាន form ហើយអាចអា form ហ្នឹងបើសិនជាអ្នកឯង select drop down item មួយនេះ form នឹងមានការផ្លាស់ប្ដូរនិយាយទៅ complex គឺបានអស់ប៉ុន្តែ complex សារ update វាផងព្រោះ React 6 form នេះគេនៅ maintenance អញ្ចឹងវាតែងតែមាន issue error major upgrade អីជាទូទៅ library វាតែងតែអញ្ចឹងឯងហើយ complete ជួយ like and subscribe អរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយបាយបាយ